ថ្ងៃនេះខ្ញុំឃើញគេជជែកវិញជាច្រើនតាក់ទងជាមួយនឹងលក់លើយឲ្យបណ្ឌិតប្រៀបធៀបបណ្ឌិតទៅអ្នកចែវទូកពីព្រោះទោះបីជាអ្នកណាក៏ដោយធ្វើការងារឬក៏ប្រកបមុខរបរអីផ្សេងសិតតែមានតម្លៃសម្រាប់ជួយជាតិនិងជួយប្រជាជនរបស់យើងប៉ុន្តែបើយើងឌឺដងចំអកលក់លើយឲ្យអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះវាសិតតែជារឿងមួយវាអគុណធម៌វាអត់មានសិលធម៌ហើយអ្វីដែលសំខាន់វាអត់អាចជាតិយើងនឹងវាអត់អាចរីកចម្រើនបានទេហើយយើងត្រូវចងចាំទាំងអស់គ្នាទៅការចំអកលក់លើយឌឺដងផ្លែផ្កាឲ្យគ្នានេះវាអត់រីកចម្រើនទេវាអត់ទទួលបាននូវផលប្រយោជន៍អីសម្រាប់ជាតិសោះឡើយប្រៀបធៀបបណ្ឌិតចេះបណ្ឌិតចោះវាសិតតែជាចំណុចមួយមិនល្អប្រសើរសម្រាប់ជាតិនិងប្រជាជនយើងទេហើយតើប្រទេសមួយវាអាចរីកចម្រើនបានអត់បើមានបណ្ឌិតជាច្រើនគាត់បានបញ្ចេញសម្លេងរបស់ពួកគាត់ប៉ុន្តែសម្លេងរបស់ពួកគាត់អត់មានអ្នកស្ដាប់យើងត្រូវពិចារណាទាំងអស់គ្នាតើគ្រាប់ពូជដែលល្អអាចដុះលូតលាស់បានទេអាចដុះលូតលាស់បានទេបើគេដាំលើដីរឹងគ្មានទឹកនិងគ្មានពន្លឺថ្ងៃទេចម្លើយគឺมันអាចទេมันអាចគ្រាប់ពូជនឹងដុះបានទេគ្រាប់ពូជដែលល្អគឺត្រូវការដីដែលមានជីជាតិទឹកនិងពន្លឺថ្ងៃដើម្បីលូតលាស់បណ្ឌិតក៏ដូចគ្នាដែរពួកគេអាចមានចំណេះដឹងជ្រៅជ្រះមានសមត្ថភាពខ្ពស់និងមានឆន្ទៈបម្រើជាតិយ៉ាងមុតមាំប៉ុន្តែបើសង្គមមិនផ្ដល់ឱកាសមិនឲ្យតម្លៃលើគំនិតនិងមិនបង្កើតបរិយាកាសអំណោយផលទេចំណេះដឹងដ៏មានតម្លៃទាំងនោះនឹងនៅតែជាសក្តានុពលដែលមិនទាន់បានបញ្ចេញពលឺឯងវានៅកប់ចោលតែម្ដងដូច្នេះបើចង់ឲ្យសង្គមជាតិមួយរីកចម្រើនកុំគ្រាន់តែចង់បង្កើតបណ្ឌិតហើយធ្វើម៉េចក៏ដោយយើងត្រូវបង្កើតសង្គមមួយដែលស្ដាប់បណ្ឌិតគោរពចំណេះដឹងនិងផ្ដល់ឱកាសឲ្យបណ្ឌិតបានបម្រើជាតិនិងប្រជាជនតើសង្គមនិងប្រទេសជាតិគូបង្កើតបរិយាកាសបែបណាដើម្បីឲ្យបណ្ឌិតអាចចូលរួមចំណែកបានពេញលេញទី1គឺបរិយាកាសដែលអាចឲ្យតម្លៃទៅលើសមត្ថភាពជាជាងតំណែងអ្នកដែលមានសមត្ថភាពពិតគួរតែទទួលបានឱកាសស្មើភាពគ្នាមិនមែនដោយសារឋានៈបពុឬគ្រូសានិយមអីទេទី2គឺបរិយាកាសដែលហ៊ានស្ដាប់គំនិតថ្មីប្រទេសមិនអាចរីកចម្រើនដោយសារការភ័យខ្លាចចំពោះការផ្លាស់ប្ដូរឡើយគំនិតថ្មីការស្រាវជ្រាវថ្មីនិងការច្នៃប្រឌិតថ្មីគឺជាកម្លាំងជំរុញឲ្យការអភិវឌ្ឍជាតិនិងទី3គឺជាបរិយាកាសដែលមានយុត្តិធម៌តម្លាភាពនិងទំនួលខុសត្រូវនៅពេលដែលនៅពេលដែលអ្នកមានសមត្ថភាពទទួលបានការទទួលស្គាល់នៅពេលដែលអ្នកមានសមត្ថភាពគាត់ទទួលគាត់បានការទទួលស្គាល់ហើយការខិតខំបានផ្ដល់តម្លៃឲ្យគាត់នោះមនុស្សមានទេពកោសល្យនឹងនៅបម្រើជាតិហើយគាត់មិនចាំបាច់ទៅប្រទេសនេះប្រទេសនោះមិនចាំបាច់ស្វែងរកឱកាសនៅកន្លែងផ្សេងទៀតទេគាត់នឹងងាប់រស់នៅលើទឹកដីកម្ពុជាយើងគាត់អត់មានគំនិតមួយចង់ទៅណាទេអានេះហើយគឺជាការបង្កនឹងបរិយាកាសដែលមានយុត្តិធម៌តម្លាភាពនិងទទួលខុសត្រូវចំពោះអ្នកដែលមានទេពកោសល្យបងប្អូនជនរួមជាតិជាទីគោរពប្រវត្តិសាស្ត្របានបង្ហាញថាប្រទេសដែលរីកចម្រើនមិនមែនជាប្រទេសដែលមានធនធានធម្មជាតិច្រើនជាងគេនោះទេប៉ុន្តែជាប្រទេសដែលចេះប្រើប្រាស់ធនធានមនុស្សឲ្យបានល្អបំផុតចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលកាន់តែប្រើគឺកាន់តែកើនតម្លៃហើយបណ្ឌិតគឺជាអ្នកអាចកែប្រែក្លាយអាចចំណេះដឹងហ្នឹងទៅជាអីគោលនយោបាយបច្ចេកវិទ្យានិងដំណោះស្រាយសម្រាប់ការអភិវឌ្ឍជាតិហើយខ្ញុំសូមលើកឡើងថាកិត្តិយសរបស់បណ្ឌិតមិនស្ថិតនៅលើសញ្ញាបត្រដែលព្យួរនៅលើជញ្ជាំងក្បាលដំណេកបន្ទប់ទទួលភ្ញៀវតែប៉ុណ្ណឹងទេប៉ុន្តែស្ថិតនៅលើការដែលចំណេះដឹងរបស់ពួកគេហ្នឹងរបស់ពួកគាត់ហ្នឹងអាចផ្លាស់ប្ដូរជីវិត
ប្រជាជននិងអនាគតប្រទេសជាតិបានបើយើងពិតជាចង់ឃើញឲ្យប្រទេសជាតិរីកចម្រើនសូមកុំគ្រាន់តែបង្កើតបណ្ឌិតបន្ថែមចូលបង្កើតសង្គមមួយដែលគោរពបណ្ឌិតស្ដាប់បណ្ឌិតនិងផ្ដល់ឱកាសឲ្យបណ្ឌិតបានបម្រើជាតិដោយពេញសមត្ថភាពព្រោះនៅពេលដែលចំណេះដឹងមានឱកាសបញ្ចេញហើយនោះអនាគតប្រទេសជាតិរបស់យើងនឹងភ្លឺស្វាងហើយប្រទេសជាតិរបស់យើងនឹងស្គាល់ភាពរុងរឿងសូមគិតម្ដងទៀតដើម្បីកម្ពុជាបាទសូមអរគុណ